ៃប្រឹងចោទកម្ពុជាតែតាមពិតគឺប្រទេសខ្លួនឯងទេជាសម្បុកអនឡាញស្កេមនិងបទល្មើសគ្រឿងញៀនអ្នកនយោបាយថៃប្រហែលជា10នាក់ត្រូវបានគេរកឃើញពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននិងការឆបោកតាមអនឡាញដែលយើងហៅថា scammer នេះគឺយោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅក្នុងប្រទេសថៃដោយបានសរសេរថាប៉ូលីសប្រទេសថៃបានស៊ើបអង្កេតលើអ្នកនយោបាយចំនួន10នាក់ក្រោយផ្ទុះរឿងអាស្រូវថាពួកគេមានទំនាក់ទំនងជាមួយក្រុម scammer ល្បែងអនឡាញនិងក្រុមជួញដូរគ្រឿងញៀនកន្លងមកប្រទេសថៃបានចោទកម្ពុជាថាជាប្រទេសឧក្រិដ្ឋកម្មអនឡាញហើយប្រើលេសនេះធ្វើការឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាហើយថែមទាំងបានបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិទៀតផងទាំងដែលការពិតនោះអ្នកនយោបាយថៃជាច្រើនរូបជាប់ពាក់ព័ន្ធនឹងបញ្ហានេះជាពិសេសនោះគឺលោកអនុទិនដែលបានបែកធ្លាយរូបភាពមានទំនាក់ទំនងជាមួយមេឆបោកជនជាតិអាមេរិកទៀតផងតែទោះបីជាយ៉ាងណាការពិតបានបង្ហាញបន្តិចម្ដងទៅកាន់ពិភពលោកថាអ្នកណាជាអ្វីឲ្យប្រកបអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតសូមអរគុណ